អរុនសុស្ដីលោកលោកស្រីនៅនាងកញ្ញាអរគុណលោកអ្នកដែលបានស្ដាប់បទជុំបារាំងអន្តរជាតិ RFI នៅពេលនេះម៉ោង 7 ព្រឹកកម្មវិធីព័ត៌មានដោយហេងឧត្តមឧបការីរងក្រសួងការបរទេសអាមេរិកនឹងមកកម្ពុជាដើម្បីនិយាយអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលសម្ដេចក្រមព្រះប្រាប់យុវជនហ៊ុនស៊ិនប៉ិចកុំឲ្យរំខានវប្បធម៌សន្តានារបស់បកប្រឆាំងពលករខ្មែរមួយចំនួននៅកូរ៉េខាងត្បូងរងការរំលោភបំពានតែក្រសួងថាមិនមានទេអង្គការសេដាក់ជ្រើសរើសកសិករឆ្នើមឆ្នាំ2015ចំណែកព័ត៌មានអន្តរជាតិអតីតប្រធានាធិបតីយ៉ូហ្ស៊ីក្លាយជាចៅហ្វាយខេត្តមួយរបស់អ៊ុយក្រែនវិបត្តិនយោបាយនៅប្រទេសបូរុនឌីការបោះឆ្នោតមានភាពស្រពេចស្រពិលនៅល្ងាចមិញនេះសិស្សនិវិទ្យាល័យថ្នាក់ទី12ម្នាក់បានស្លាប់នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនៅកោះពេជ្រក្រុងភ្នំពេញការស្លាប់នេះគឺខណៈពេលដែលត្រូវបានបញ្ជូនទៅពាក់កណ្ដាលផ្លូវទៅកាន់មន្ទីរពេទ្យទោះយ៉ាងណាមូលហេតុនៅមិនទាន់បានបញ្ជាក់ឲ្យច្បាស់នៅឡើយទេតែអាជ្ញាធរក្រុងបានឲ្យដឹងថាអាចមកពីខ្យល់កប៉ុន្តែអ្នកខ្លះទៀតថាអាចមកពីពុលស្ដាយដែលគេបាញ់យ៉ាងសម្បើមពួកវីនៅទីនោះនៅថ្ងៃទី1និងទី2ដើមខែមិថុនាស្អែកនេះលោក Scott Busby ឧបការីរងក្រសួងការបរទេសអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះលោក Scott Busby គ្រងនឹងពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាវ៉ាន់សុគន្ធាជួនព័ត៌មានបើគ្មានអ្វីប្រែប្រួលនោះទេនៅថ្ងៃទី1មិថុនាដល់សប្តាហ៍ក្រោយនេះលោក Scott Busby ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមកដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃដែលនឹងបញ្ចប់ទៅវិញនៅថ្ងៃទី2មិថុនាអ្វីជាការកត់សម្គាល់នៅក្នុងដំណើរទស្សនកិច្ចនេះលោក Scott Busby គ្រងនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាសេចក្តីព្រាងច្បាប់ដែលកំពុងមានភាពចម្រូងចម្រាសយ៉ាងខ្លាំងរវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសង្គមស៊ីវិលអង្គការសង្គមស៊ីវិលបានរិះគន់ថារដ្ឋាភិបាលកម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់នេះឡើងដើម្បីរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពរបស់ខ្លួនក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានបដិសេធដោយបានបញ្ជាក់ថាច្បាប់នេះគឺបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះគួរក៏សម្គាល់ផងដែរថាការគ្រោងជួបមន្ត្រីរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលពីសំណាក់មន្ត្រីការបរទេសជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះបានកើតឡើងបន្ទាប់ពីឯករដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាគឺលោក William Todd ត្រូវបានក្រសួងការបរទេសកម្ពុជាធ្វើការក្រេះរំលឹកពីតួនាទីរបស់ខ្លួនក្នុងនាមជាឯករដ្ឋទូតស្ថានទូតមួយលោក William Todd កាលពីថ្ងៃទី19ឧសភាបានប្រើប្រាស់បណ្ដាញព័ត៌មានទីទានអំពីសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះក្រសួងការបរទេសកម្ពុជាបានចាត់ទុកថាការរិះគន់នោះមានលក្ខណៈប្រហើនខ្លាំងលោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាទោះបីមានការជួបពិភាក្សាគ្នារវាងរដ្ឋាភិបាលកម្ពុជាជាមួយឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយក៏ប៉ុន្តែដំណើរការតាក់តែងសេចក្តីព្រាងច្បាប់នេះនឹងមិនថយក្រោយនោះឡើយជាមួយគ្នានេះលោកផៃស៊ីផានសង្ឃឹមថាសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះអាចនឹងត្រូវរដ្ឋាភិបាលធ្វើការអនុម័តនៅថ្ងៃសុក្រសប្តាហ៍ក្រោយនិងបញ្ជូនបន្តទៅរដ្ឋសភាដើម្បីពិនិត្យនិងធ្វើការអនុម័តនៅថ្ងៃសៅរ៍ម្សិលមិញនេះសម្ដេចក្រមព្រះនរោត្តមរណរដ្ឋប្រធានគណៈបកហ៊ុនស៊ិនប៉ិចបានជួបសំណេះសំណាលជាមួយក្រុមយុវជនប្រមាណជាង 2000 នាក់នៅកោះពេជ្រក្រៅពីការថ្លែងគោលនយោបាយមួយចំនួនរបស់គណៈបកនៅក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខសម្ដេចក្រមព្រះក៏បានឆ្លៀតឱកាសនេះប្រៀបប្រដូចវប្បធម៌សន្តានារវាងគណៈបកប្រឆាំងជាមួយនឹងគណៈបកកណ្ដាលអំណាចទៅនឹងរាត្រីទឹកឃ្មុំសម្ដេចក្រមព្រះក៏បានអំពាវនាវដល់ក្រុមយុវជនហ៊ុនស៊ិនប៉ិចកុំឲ្យរំខានវប្បធម៌សន្តានានេះសូមស្ដាប់រាជបន្ទូលរបស់ទ្រង់ដែលរៀបចំដោយអឹមរចនាដែលជាប្រតិថាវប្បធម៌សន្តានានេះព្រះវិសាគុំទៅខាងរាជត្រីមុខសុំអនុញ្ញាតគុំទៅរំខានព្រះអង្គណាដូច្នេះព្រះវិសាគុំទៅរំខានកំពុងតែរាជត្រីមុខខ្ញុំប្រកាសថាខ្ញុំស្គាល់ខ្ញុំប្រកាសថាខ្ញុំព្រោះត្រូវប្រកាសទីតែเราต้องប្រកាសថាខ្ញុំប្រកាសថាខ្ញុំព្រោះប្រកាសមកសិនជាត្រង់ចូលធ្វើវត្តបាត់តសន្តានានេះក៏ហើយទេមកប្រឹងធ្វើសូមព្រះមេត្តាខាងទីឯកឧត្តមសម្បត្តិនៃអង្គការសូម
นิยมไว้ตลอดมีเนี่ยการแข่งเนี่ยจัดประมาณต้นประธานาธิบดีส่งนำไปสู่การสมัยที่ไอ้เราต้องการเราการที่ประธานาธิบดียกความมาประดับเทียบคนเทียบเอามาตัดตัวสุดนะครับคนที่ไปยังประธานาธิบดีใจสมาธิคนออกตัวนะแต่ตรงนึงគណៈបកហ៊ុនសំពេចនេះដែរគណៈបកនេះមិនលាក់លៀមទេអំពីទំនាក់ទំនងល្អជាមួយគណៈបកកុម្មុយនីសចិនព្រោះគណៈបកប្រជាជនកម្ពុជាក៏ដូច្នោះដែរហើយចុងក្រោយនេះគណៈបកសង្គ្រោះជាតិក៏មិនបដិសេធលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងគណៈបកកុម្មុយនីសចិនផ្ទុយទៅវិញគណៈបកសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យលោកខឹមវាសនាមិនយល់ថាភាពស្និទ្ធស្នាលរវាងកម្ពុជានិងចិនគឺជារឿងល្អទេជុំវិញរឿងគណៈបកនយោបាយនៅកម្ពុជាដែលតាក់ទងនឹងប្រទេសចិននេះលោកនេះនៅបានស្ដាប់ព័ត៌មានលម្អិតបន្ថែមទៀតនៅក្នុងនីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃនាពេលបន្តិចទៀតនៅថ្ងៃទី29ឧសភាសារព័ត៌មានរបស់សង្ហបុរី Channel New Asia បានធ្វើសេចក្តីរាយការណ៍មួយស្តីពីពលករចំណាក់ស្រុកធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថាដូចជាទេសករនៅក្នុងវិស័យកសិកម្មនៅក្នុងសេចក្តីរាយការណ៍នោះមានសម្ភាសពលករខ្មែរម្នាក់ដែលបានទទួលរងការធ្វើបាបឬការរំលោភបំពាននិងបណ្តេញចេញពីការងារ